ព្រះអង្គចាស់នៃទូលបង្គំអើយរដូវនៃការឲ្យផលស្រូវបានចូលមកបណ្ដាលណាហើយនៅក្នុងវាលស្រែខ្លះស្រូវកំពុងចាប់ផ្ដើមបែកត្រៀមនឹងទុំដើម្បីនឹងចូលទៅដល់រដូវនៃការជួតកាត់អង្គហើយសំខាន់ពីនៅភោគផលដំណាំស្រូវរបស់បងប្អូនអ្នកស្រែទាំងអស់នេះឲ្យដំណាំរបស់ពួកគាត់បានល្អប្រសើរបានផលខ្ពស់ហើយមិនត្រូវបានបំផ្លាញដោយអាកាសធាតុឬក៏សត្វនឹងបំផ្លាញហើយបងហើយខ្ញុំក៏អធិដ្ឋានសូមទៅខាងទ្រង់សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ទៅដល់បងប្អូនស្រែចម្ការបងហើយសូមឲ្យផលដំណាំស្រូវនៅក្នុងរដូវកាលបានប្រសើរឡើងដើម្បីឲ្យពួកគាត់បានអស់សប្បាយជាមួយនឹងផលចំណេញនៃផលស្រូវដែលនឹងចំណូលនៅខាងបងហើយសូមសង្គ្រោះសូមស្រង់គាត់ចេញពីទុក្ខលំបាកព្រោះមួយរដូវពីររដូវក្នុងឆ្នាំ2025បានធ្វើឲ្យពួកគាត់បានខាតបង់មួយចំណែកធំបងហើយសូមនៅក្នុងរដូវកាលនេះសូមបានស្រង់ឲ្យគាត់បានចំណេញនឹងអស់សប្បាយជាមួយនឹងផលនេះនឹងបន្តរីករាយនឹងបន្តធ្វើកសិកម្មដំណាំស្រូវនេះតទៅទៀតសម្រាប់ជីវិតរបស់ពួកគាត់និងសម្រាប់សេដ្ឋកិច្ចប្រជាជាតិខ្មែរគ្រប់ការទាំងអស់ថ្វាយទៅទ្រង់សូមពរទ្រង់ទៅដល់បងប្អូនខ្សែចំការពលាមបងចាស់ពីយេស៊ូវគ្រីស្ទអាមែន